Hello អ្នកទាំងអស់គ្នាវីដេអូមុនខ្ញុំធ្វើវីដេអូនៅខាង buffet បែបចិនឥឡូវនេះខ្ញុំនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកមើល buffet បែបខ្មែរម្ដងហាងរបស់គាត់គឺឈ្មោះ The First Time នៅផ្លូវបឹងតបែកយើងណាសភនភាពហាងរបស់គាត់ពេលដែលចូលមកដល់នោះគឺមានម្ហូបអាហារសម្រន់ដូចជាពងទាកូនសេយ៉ហើយរបស់បំពងអីផ្សេងទៀតជាពិសេសគាត់មានដូចជានំបញ្ចុកខ្មែរនំបញ្ចុកស្លការីចំពោះសាច់ចំពោះអីវិញគាត់មានគ្រប់ម៉ូតហ្មងក៏មាននិយាយទៅគ្រប់សាច់គ្រប់អីបន្លែមីពងទាទឹកជ្រលក់ទឹកអីបើទឹកជ្រលក់របស់គាត់បើត្រូវការហឹលទឹកអីហើយកន្លែងរបស់គាត់នៅពេលដែលយើងញ៉ាំហើយអីហើយក៏មានដូចជាផ្អែមលាមាត់មានម្ជូរមានជាផ្លែឈើអីចឹងណាហើយម្ហូបរបស់គាត់បន្ថែមគេនឹងក៏មានដូចមីឆាមានរបស់ឆាបាយឆាអីចឹងណាអូមិញភ្លេចប្រាប់ថាតម្លៃរបស់គាត់ហ្នឹងក្នុងម្នាក់ 8.8 តម្លៃរបស់គាត់ណាអត់ថ្លៃទេតម្លៃរបស់គាត់ប៉ុណ្ណឹងហើយយើងបានសាច់ម្ហូបប្រហិតអីមកឡងបបោបើសិនជាយើងយកលុយ$8ហ្នឹងយើងយកទៅញ៉ាំអីនៅក្រៅអត់បានប៉ុណ្ណឹងទេអញ្ចឹងសម្រាប់ buffet ដែលយើងជួបជុំជាមួយនឹងម៉ាក់ប៉ាបងប្អូនអីយើងថាកុំសូវចាយលុយច្រើនគឺយើងមកកន្លែង buffet ទៅគឺមានទាំងអស់តែម្ដងចង់មានសាច់មិនអាល់សាច់របៀបមិនក៏មានដែរហើយជាពិសេសក៏មានស៊ុបផងមានសាច់អាំងផងអញ្ចឹងវាបានពីរបែបវាចំណេញយើងសម្រាប់ខ្ញុំហ្មង buffet ខ្ញុំអត់សូវចាប់សាច់អីអញខ្ញុំចាប់ជាមួយនឹងមឹកដៃមឹកយ៉ាហើយជាមួយនឹងអាមឹកឆុងសហ្នឹងហ៎និយាយរួមទៅមឹកហ្នឹងគឺខ្ញុំចូលចិត្តហូបប៉ុន្តែអត់សូវស្គាល់ឈ្មោះហើយមួយទៀតអ្នកនរគ្នាជួពោះ buffet បែបប្រភេទអញ្ចឹងគឺនៅក្នុងទីក្រុងភ្នំពេញរបស់យើងគឺសម្បូរណាស់ទាំងតម្លៃធូរថ្លៃក៏មានទាំងនេះបានប៉ុន្តែអ្វីដែលសំខាន់ជាងគឺបរិមាណដែលសាច់គាត់ដាក់ឲ្យយើងតម្លៃហើយជាមួយនឹងទឹកជ្រលក់ឆ្ងាញ់ជាមួយនឹងកន្លែងគាត់អង្គុយសមរម្យអញ្ចឹងណាហើយទីតាំងនៅកន្លែងហ្នឹងគឺខ្ញុំធ្លាប់មកបាន3ដងទាំងលើកហ្នឹងហើយជាងបានខ្ញុំចង់ធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាបានមើលខ្ញុំរីកមិនឲ្យអ្នកទាំងអស់គ្នាពេលមកញ៉ាំ buffet មិនថា buffet បែបចិនឬក៏ buffet ឲ្យតប្រភេទ buffet អ្នកទាំងអស់គ្នាគួរតែណាត់គ្នាមកបែរជាល្បាក់ខ្ទង់ម៉ោង 5ទៅពោះសាច់វានៅពេញណាបើសិនជាយើងមករៀងយូរម៉ោងដូចខ្ទង់ម៉ោង 7 ជើង 8 អញ្ចឹងជួនកាលអាមុខម្ហូបដែលគេផុសមកវាអត់មានទេចុះបើយើងចង់បានម្ហូបដែលថ្មីដែលគេទំតែតម្លាក់មកអញ្ចឹងខ្ញុំរីកមិនឲ្យទៅម៉ោង 5អានេះទិដ្ឋភាពអ្នកនរគ្នាបានឃើញនៅក្នុងវីដេអូហ្នឹងគឺអត់សូវមានមនុស្សទេដោយសារខ្ញុំមកមុនខ្ញុំមកខ្ទង់ម៉ោង 5 អញ្ចឹងតាមទៅយើងមានសាច់អីគឺពេញបឹបហ្មងស្នេហ៍យើងមិនបងហើយតែមិនលាក់បាំងញ៉ាំផងជ្រៀងតាមផងបត់ទៅចិត្តហើយបើប្អូនខ្ញុំវិញគាត់ចូលចិត្តញ៉ាំប្រភេទមីឆាបាយឆាអីចឹងទៅបើខ្ញុំវិញអត់ចូលចិត្តទេព្រោះថាដាក់របស់នឹងចូលខ្លួនទៅវាឆាប់ឆ្អែតអញ្ចឹងសាច់ដែលយើងចាប់មកនៅលើឆ្នាំងលើអីហ្នឹងយើងហូបអត់បានច្រើនទេអញ្ចឹងខ្ញុំចូលចិត្តញ៉ាំអីដែលស្រួលណាបើគាត់វិញចូលចិត្តញ៉ាំមីឆាបាយឆៅនិយាយពីគាត់ដាក់បងបុបបងគាត់ចូលចិត្តមករបស់បែបឆ្អែតណាបាទយូឡើយនេះបងអូនខ្ញុំពេលដែលខ្ញុំដាក់កាមេរ៉ាទៅវារៀងកាំងអាគ្នាពងហូបឆ្ងាញ់ផងទាញកាមេរ៉ាមកពុបកាំងត្រឹមនឹងបដ ாய் គេចេះលេងមួយកាមេរ៉ាដែរតាវាតបទៅហើយលើឡើងហ៊ានយើងញ៉ាំហើយមួយសាហើយពេលបើយើងមកកាត់វីដេអូបញ្ចូលសម្លេងទៅទៀតលេតតែមកអឺបងតំណងនៅឃើញចង់ញ៉ាំទៀតទេប៉ុន្តែរបស់ពួកអញ្ចេះញ៉ាំច្រើនពេលគាត់កាត់ដែរវាឡើងគីឡូខ្លាំងណាពួកនេះមើលសិតតែសាច់បើនិយាយទៅសិតតែរបស់ឡើងគីឡូទាំងអស់នេះបើអាចថាត្រឹមកន្លះខែញ៉ាំម្ដងឬក៏អាចមួយខែញ៉ាំម្ដងក៏បានដែរហើយយើងក៏មិនអាចមានលុយញ៉ាំរាល់ថ្ងៃដែរមកកាត់តិចคนมันจะก็ทำกันจับเป็นเกียร์เงินlấy biết đây nhở nghe tinh rồi cùng chơi mà tao nói cho ấy rồi một là hai ở đấy cho nó tâm tru
hãy đào cái trâu video này không bỏ anh đi ngay tại đây thôi bỏ cho mong khi rôn cho mong em ơiไม่ได้ไปไหนhìnhเลย អូខេអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះគឺមានតែការញ៉ាំនឹងឯងជួបគ្នានៅវីដេអូក្រោយបាយបាយ